ជាដំបងនាងខ្ញុំសូមជម្រាបសួរនាងខ្ញុំឈ្មោះឆេងស្រីមានខ្ញុំបាទឈ្មោះប៊ុនរដ្ឋានាងខ្ញុំឈ្មោះមុំសុភ័ក្រខ្ញុំបាទឈ្មោះប៊ុនស៊ីនពួកយើងជាគ្រូសិស្សចំនួនទី32ឆ្នាំទី1ឯកទេសរូបវិទ្យានិងគីមីវិទ្យានៃមជ្ឈមណ្ឌលគ្រូកោសល្យភូមិភាគខេត្តកំពង់ចាមដែលថ្ងៃនេះពួកយើងបានលើកយកឧបករណ៍មួយមកបង្ហាញដែលឧបករណ៍នេះមានឈ្មោះថាកណ្ដឹងអគ្គិសនីបាទអញ្ចឹងឥឡូវយើងមកនិយាយតាក់ទងជាមួយនឹងគោលបំណងរបស់ការបង្កើតឧបករណ៍កណ្ដឹងអគ្គិសនីនេះឡើងទី1គឺយើងបង្កើតឡើងសម្រាប់ផ្ដល់ទៅជាដំណឹងផ្សេងៗទី2គឺយើងបង្ហាញពីការបំលែងថាមពលអគ្គិសនីទៅជាថាមពលមេកានិកនិងថាមពលសូរបាទអញ្ចឹងយើងមកនិយាយពីចំណុច2ម្ដងគឺយើងនិយាយអំពីសម្ភារៈផលិតកណ្ដឹងអគ្គិសនីនឹងវិញម្ដងអញ្ចឹងយើងចាប់ផ្ដើមមើលថាតើសម្ភារៈទាំងអស់នោះមានអ្វីខ្លះខ្ញុំនឹងលើកយកមកបង្ហាញដល់ទាំងអស់គ្នាគឺនេះដោយតែអ្នកទាំងអស់គ្នាបានឃើញគឺយើងមានកណ្ដឹងកង់ខ្ចៅនិងវិសដោយវិសយើងយកចំនួន2គ្រាប់ខ្សែទង់ដែងខ្សែចម្លងហើយកុងតាក់ហើយនឹងថ្មពិលឬក៏យើងហៅថាជាតាហើយជាចុងក្រោយនោះគឺដែកអាហើយនឹងដែកកម្រាស់រាងស្ដើងដោយដែលយើងបានដឹងហើយថាកណ្ដឹងពីច្រើនគឺយើងប្រើប្រាស់វានៅក្នុងសាលារៀនសម្រាប់បញ្ជូនដំណឹងដល់សិស្សានុសិស្សនៅក្នុងម៉ោងចេញលេងក្នុងម៉ោងចូលរៀនឬក៏ម៉ោងចេញទៅផ្ទះអញ្ចឹងយើងចាប់ផ្ដើមមកមើលពីដំណើរការផលិតកណ្ដឹងអគ្គិសនីរបស់យើងវិញម្ដងជាដំបូងយើងមានដែកអារបស់យើងផ្គុំវានៅក្នុងអាដេកបែបនេះមកដោយចុងទាំងសងខាងរបស់វាត្រូវតែចោះរុនអញ្ចឹងដោយរុនមួយខាងរបស់វានេះគឺយើងភ្ជាប់វាទៅនឹងវិសហើយបន្ទាប់មកយើងយកកណ្ដឹងរបស់យើងដាក់នៅចំពីមុខវិសហ្នឹងដោយរក្សាគម្លាតពីគ្នាបន្តិចទៅបន្ទាប់មកទៀតគឺយើងភ្ជាប់ខ្សែចម្លងទៅនឹងមេដែករបស់យើងដែលមេដែករបស់យើងនេះគឺយើងបង្កើតឡើងជារាងអក្សរអ៊ុយដោយមួយខាងរបស់វារុំដោយខ្សែចម្លងទង់ដែង150ស្ពាមួយខាងនេះ150ស្ពាអញ្ចឹងបន្ទាប់មកទៀតយើងចាប់ផ្ដើមយកដែកនេះដែកកម្រាស់ស្ដើងឲ្យបង្ហាញតិចមកយើងយកវាមកបិទជារាងបែបនេះហើយបន្តមកទៀតយើងចាប់ផ្ដើមយកវិសយើងលៃលុកយ៉ាងណាយើងបិទវាយ៉ាងណាឲ្យវាជាប់ទៅនឹងដែកដែលមានកម្រាស់ស្ដើងនេះបន្ទាប់មកទៀតគឺយើងភ្ជាប់ខ្សែចម្លងនៅពីក្រោយវិសនេះទៅភ្ជាប់ជាមួយនឹងកុងតាក់ហើយបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមតខ្សែចម្លងដែលយើងបានបន្សល់ទុកនៅមេដែករាងអក្សរអ៊ុយនេះភ្ជាប់ទៅនឹងថ្មពិលរួចភ្ជាប់ទៅនឹងកុងតាក់អញ្ចឹងដំណើរការផលិតរបស់យើងគឺមានតែប៉ុណ្្នឹងឯងអញ្ចឹងបន្ទាប់ពីដំណើរការផលិតយើងមកធ្វើការតេស្តសាកល្បងទៅលើកណ្ដឹងអគ្គិសនីរបស់យើងវិញម្ដងថាវាបន្លឺសំឡេងឡើងដែរឬអត់អញ្ចឹងជាដំបូងគឺយើងត្រូវបើកកុងតាក់នេះមកបាទនេះគឺជាដំណើរការពិសោធន៍របស់យើងឃើញថាកណ្ដឹងអគ្គិសនីរបស់យើងបានបន្លឺសំឡេងឡើងពិតមែនអញ្ចឹងចំពោះការបង្ហាញឧបករណ៍របស់ក្រុមខ្ញុំបានមកដល់ទីបញ្ចប់អញ្ចឹងបើសិនជាមានកំហុសកើតឡើងដោយអចេតនាសូមមេត្តាខន្តីអភ័យទោសសូមអរគុណ